អូខេសូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាអ្នកតាមដានគឺជាសម្ដាប់នៃការសម្រាយរឿងរបស់ខ្ញុំបានទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននាំយកក៏ដូចជាលើកយកសាច់រឿងមួយឲ្យប្រិយមិត្តក៏ដូចជាបងប្អូនទាំងអស់គ្នាស្ដាប់ដូចតទៅរឿងដែលនោះមានលោកពូម្នាក់ដែលគឺជាអ្នកកាប់ព្រៃឈើគាត់ឈ្មោះថាពូផានគឺជាអ្នកកាប់ព្រៃឈើម្នាក់គាត់តែងតែចូលទៅក្នុងព្រៃហ្នឹងរកកាប់នៅព្រៃឈើដូចជាអ្នកប្រកបជីវកម្មអ្នកធ្វើមុខរបរនៃការងារកាប់ព្រៃឈើគឺជាជ្រៀកក្តារសម្រាប់ធ្វើផ្ទះធ្វើអីដើម្បីយកទៅលក់ជាទូទៅដើម្បីបានកម្រៃខ្លះតិចតួចផ្គត់ផ្គង់គ្រួសាររបស់គាត់ប៉ុន្តែថ្ងៃមួយហ្នឹងតែគាត់បានចូលទៅកាប់ព្រៃឈើដោយសំបីតងគាត់ក៏បានចូលទៅជ្រៅជាងមុនមានន័យថាចូលទៅក្នុងព្រៃហ្នឹងកាន់តែជ្រៅជាងសំបីដងអញ្ចឹងណាគាត់ក៏បានបរទេសគោរបស់គាត់ហ្នឹងទៅតែការហ្នឹងប្រទេសគោគាត់ហ្នឹងគាត់ក៏បានយកកដឹងកុំឲ្យដើរទៅលេកដឹងរឿងអញ្ចឹងបងប្អូនដើម្បីកុំឲ្យគេលឺនៅកដឹងគោរបស់គាត់ហ្នឹងហើយគាត់ក៏បានយកកដឹងហើយក៏បានធ្វើដំណើរទៅមុខទៀតកន្លែងគាត់កាប់ហ្នឹងយូរដែរបងប្អូនគួរសមតម្រូវតែធ្វើដំណើរចូលទៅដល់ហ្នឹងពីយប់3ថ្ងៃឯណោះព្រោះឆ្ងាយជាធម្មតាគាត់មិនខ្លាចទេព្រោះគាត់ជាអ្នកប្រកបនៅអាជីវកម្មថាអ្នកកាប់ឈើអ្នកជ្រៀកនៅឈើសម្រាប់យកមកលក់ជូនប្រជាពលរដ្ឋបងប្អូនយើងអ្នកធ្វើផ្ទះសម្បែងនៅអីចឹងបន្ទាប់មកគាត់ក៏បានបរទេសគោចូលទៅរហូតក៏បានទៅដល់ដែរកន្លែងជំរុំគឺជាកន្លែងគាត់កាប់ឈើហ្នឹងគាត់ក៏បានដាក់រទេះគោចុះហើយគាត់ក៏ដើរមើលជុំវិញនៃទីនោះដើម្បីនឹងស្វែងរកឈើណាដែលធំដើម្បីនឹងកាប់ដើម្បីនឹងជ្រៀកជាក្តារជាធ្នឹមជាអសរសម្រាប់យកមកលក់អីចឹងទៅបងប្អូនប៉ុន្តែយុគមួយហ្នឹងខុសពីរដងបងប្អូននឹងស្ដាប់នៅតាមជើងភ្នំតាមអញ្ចឹងវាតែងតែមានភ្លៀងមានព្យុះអីជាញឹកញាប់សម្រាប់បងប្អូនដែលរស់នៅតាមជើងភ្នំព្រៃភ្នំអីចឹងណាថ្ងៃមួយហ្នឹងក៏មានព្យុះមានភ្លៀងអីមកហ្នឹងគាត់ជាធម្មតាគាត់ប្រកបអាជីវកម្មហ្នឹងគាត់ស៊ាំជាមួយនឹងអាកាសធាតុជាមួយនឹងមេឃហ្នឹងទៅឲ្យបងប្អូនហើយណាមួយគាត់ជាអ្នកប្រកបរបរខាងហ្នឹងអញ្ចឹងក៏មិនសូវជាខ្លាចអីប្រហែលទេព្រោះគាត់នឹងស៊ាំហើយព្រោះគាត់ប្រកបអាជីវកម្មហ្នឹងតាំងពី 4-10 ឆ្នាំតាំងពីគាត់នៅកន្លោះអីចឹងរហូតដល់គាត់មានគ្រួសារមានអីហ្នឹងក៏គាត់បានប្រកបមុខរបរនឹងបន្តទៀតដើម្បីនឹងចិញ្ចឹមជីវិតដើម្បីនឹងគាត់ប្រកបគ្រួសាររបស់គាត់ទៅថ្ងៃអនាគតហើយសម្រាប់តែយប់នឹងមានព្យុះមានអីចឹងទៅគាត់ក៏ដូចជាធម្មតាអីចឹងទៅជាធម្មតាគាត់និយាយថាគាត់ឆ្លាតដែរព្រោះអ្នកដើរព្រៃអញ្ចឹងទៅគាត់ស្នាគាត់បានធ្វើជំរុំមួយនៅលើដើមឈើធំដើម្បីឆ្នោតឡើងទៅហើយមើលមកក្រោមនៅពេលយប់ដើម្បីនៅមើលនៅអាកាសធាតុដូចមើលនៅមេឃមិនសូវស្រួលដូចជាគាត់មើលនៅកន្លែងគាត់ដែលគាត់ចរនៅចិត្តហ្នឹងយប់ឡើងហ្នឹងគាត់ក៏បានឡើងទៅសម្រាប់នៅលើជំរុំដែលគាត់បានកម្មបានរៀបចំធ្វើនៅលើដើមឈើហ្នឹងមើលមក
ទីកន្លែងដែលគាត់ចង់គោនឹងហើយអាយុដែលមានព្យុះមានភ្លៀងហ្នឹងវាអត់មានអីកើតឡើងទេបងប្អូនប្រសើរតែអាយុបន្ទាប់ហ្នឹងគាត់ក៏បានរៀបចំនឹងចេញទៅរកកាប់ព្រៃឈើហ្នឹងណាគឺថាគោរបស់គាត់ហ្នឹងពិសេសnênជាធម្មតាគោអង្គថាឃើញខ្មោចឃើញអីចឹងទៅវាអត់ដើរទៅមុខទេហើយវាស្រែកដល់ពេលវាស្រែកចឹងទៅគាត់ក៏ឆ្ងល់ហើយគាត់ក៏បានចុះមកមើលគោរបស់គាត់ដល់ពេលចុះមកមើលហើយបងប្អូនទាំងគ្នាក៏ស្រាប់ថាគោរបស់គាត់ហ្នឹងក៏បានស្លាប់ដល់ពេលបានស្លាប់ចឹងទៅគាត់ឆ្ងល់ថាចុះរកដល់អីចំណេញគាត់មកជើងនេះចឹងទៅគោរបស់គាត់បានទៅស្លាប់ទៅចឹងទៅដល់ពេលចឹងគាត់ក៏បានប្រុងប្រយ័ត្នគាត់ឡើងទៅលើនឹងទៀតពួកគាត់ការពារខ្លួនគាត់ដែរគាត់ស្ដាប់ថាគាត់ឡើងទៅលើនឹងហើយដល់ពេលស្អែកឡើងគាត់ក៏ចុះគាត់ព្រឹកឡើងចឹងគាត់ក៏ចុះមកវិញចូលណាគាត់នៅសល់គោមួយហ្នឹងនៅសល់គោមួយទៀតគាត់បានទុករទេសចោលឲ្យគាត់បានដាក់គោមួយហ្នឹងចេញមកវិញដល់ពេលចេញមកវិញហើយគាត់បានវងវិញផ្លូវហ្នឹងក៏បានចូលទៅព្រៃខ្មោចគេថាវាដែលគេកប់ខ្មោចបងប្អូនហើយមើលទៅស្ដាប់មកឈូស្ដាប់ភ្នោខ្មោចជាច្រើនហើយគាត់ក៏បានដាក់គោមកដល់កន្លែងហ្នឹងចែកដល់វាយប់ហើយគាត់ក៏បានចងគោគាត់នៅនឹងហើយកាលនោះសម័យនោះបងប្អូនហ្នឹងឯងគឺយើងមានជាគៀងមានថាអាចជាគៀងគេដុតប្រេងដុតអីហ្នឹងគាត់ក៏បានកាន់ជាគៀងនឹងមួយថាជួបពីហ្នឹងទៅហើយគាត់ក៏បានគាត់ស្អាតតែគាត់ឃើញខ្មោចច្រើនណាឃើញពូវាហ្នឹងជាធម្មតាគេថាព្រៃវាកំខ្មោចទៅពេលចឹងទៅគាត់ឃើញខ្មោចជាច្រើនហើយគាត់ក៏បានជួបទៅទាំងដែរព្រោះគាត់មិនសូវជាខ្លាចខ្មោចប្រមាណដែរព្រោះមនុស្សអត់តែមនុស្សហិងចាស់គាត់មិនសូវជាខ្លាចខ្មោចដូចជាបងប្អូននេះនៅក្មេងៗអញ្ចឹងគាត់ក៏បានឈួរមើលជុំវិញគាត់ក៏បានឃើញខ្មោចជាច្រើនហើយវានឹងគឺវាកប់ខ្មោចសុទ្ធមើលទៅសុទ្ធតែភ្នោមើលទៅសុទ្ធតែអីចឹងទៅវិញទៅគាត់ក៏បានភ័យដែរហើយសុទ្ធតែភ្នោមកជុំវិញងុំបងប្អូនមានផ្សែងមានអីដូចជានៅក្នុងរឿងនៅក្នុងភាគយន្តអញ្ចឹងគាត់ក៏បានគឺគេឲ្យគាត់ភ័យគាត់អង្គុយបន់ឲ្យថាមកដល់ភ្លឺអញ្ចឹងទៅអានគាត់ចាំដល់គោចេញពីនោះវិញទៅហើយនេះគឺជាបទពិសោធន៍របស់គាត់មួយក្នុងឆាកជីវិតដែលគាត់បានដល់គោមកវង្វេងចូលទៅក្នុងព្រៃវាកំខ្មោចហ្នឹងគាត់ក៏បានស្អីឡើងហ្នឹងគាត់ក៏បានយកណាទឹកគោហ្នឹងចេញពីវាហ្នឹងមកវិញមកពួកវានេះគឺកន្លែងមួយដែលកោខ្មោចបើសម្រាប់ដូចជាបងប្អូនឯងប្រហែលជាឃើញចឹងដូចខ្ញុំឯងឃើញចឹងប្រហែលជាមិនรู้ទេបងប្អូនប្រហែលជាភ័យតក់ស្លុតឬស្លាប់នៅកន្លែងហ្នឹងឬក៏ចាស់ពីដើមតែនិយាយថាអត់តែយើងរំភើបយើងតក់ស្លុតគឺខ្មោចយកនៅព្រលឹងទៅជានាំព្រលឹងយើងចេញពីគុណអីចឹងបងប្អូនស្ញតែគុណក្មេងគុណងាត់ដូចគ្នាបងប្អូនអត់តែយើងដល់ព្រៃនៅទៅគេឲ្យយំយូរទៅព្រោះចាស់គេតែងតែនិយាយតគ្នាថាខ្លាចខ្មោចនឹងយកព្រលឹងឬក៏នាំព្រលឹងអីចឹងបងប្អូនឬប្រជុំគៀងអីចឹងណាហើយគេថាគាត់ហ្នឹងក៏បានស្អែកឡើងក៏ភ្លឺគាត់ក៏បានអ្នកគោចេញពីកន្លែងហ្នឹងហើយធ្វើដំណើរតាមផ្លូវរហូតហើយគាត់មកត្រូវផ្លូវវិញណាដល់គោវិញហ្នឹងរហូតបានមកដល់ផ្ទះហើយគាត់បាននិយាយដំណើររឿងហ្នឹងប្រាប់កូនចាស់របស់គាត់ណាតគ្នាថាឲ្យចូលក្នុងព្រៃនៅតែមានគ្នាទៅតែមានអីចាប់ពី2នាក់3នាក់អីឡើងទៅក៏บอกថាគាត់មានតែម្នាក់ឯងអញ្ចឹងណាព្រោះអានេះជាបទពិសោធន៍របស់គាត់ដែលប្រាប់កូនចៅរបស់គាត់អញ្ចឹងគាត់តែប្រាប់កូនចៅគាត់ថាបើចូលព្រៃមានគ្នាច្រើនរត់តែល្អកុំឲ្យតែម្នាក់ឯងអញ្ចឹងដែរហើយមកវិញគាត់និយាយប្រាប់ប្រពន្ធគាត់ប្រាប់កូនគាត់នៅរ៉ាវ
ទាំងអស់នឹងអីចឹងទៅហើយសាច់រឿងនេះក៏មានតែប៉ុណ្ណឹងដែរបងប្អូនហើយសូមបងប្អូននៅខាងនេះបើសិនជាចូលចិត្តខ្ញុំជួយចុច Subscribe និងសញ្ញាកណ្ដឹងបើអត់ពេញចិត្តឬក៏ចង់ឲ្យខ្ញុំនិយាយនៅរឿងអ្វីដូចជាផ្សេងទៀតសូមបងប្អូនជួយ comment នៅខាងក្រោមណាកន្លែង channel ខ្ញុំបាទសូមអរគុណសូមជំរាបលានឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាដោយសេចក្តីរាប់អានដោយសេចក្តីពេញចិត្ត